ហើយថ្ងៃនេះយើងនៅទីនេះជាមួយភាពយន្តថ្មីមួយដែលមានចំណងជើងថា Sen Hyuk ឈ្មោះថៃគឺ Please Send Someone to Help Me វាជាភាពយន្តល្អមួយដែលទើបតែចេញនៅឆ្នាំនេះវានិយាយអំពីម្ចាស់ក្រុមហ៊ុនទឹកដោះគោមួយដែលទើបតែទទួលបានប្រាក់កម្ចីដើម្បីជាប់គាំងជាមួយមនុស្សដែលមិនចូលចិត្តគិតហើយត្រូវរកផ្លូវចេញពីភាពក្រីក្រក្នុងបរិយាកាសដ៏លំបាកនិងកង្វះខាតស្បៀងអាហារខ្ញុំសូមប្រាប់អ្នកថាខ្សែភាពយន្តនេះគឺជាខ្សែភាពយន្តមួយក្នុងចំណោមខ្សែភាពយន្តដែលខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះវាជាខ្សែភាពយន្តដែលមានគ្រប់រសជាតិវាជារឿងមួយដែលយើងមិនអាចទីទុកជាមុនបានថាវានឹងបញ្ចប់ដោយរបៀបណាជាការពិតណាស់អ្នកណាបានមើលភាពយន្តពេញឬមិនទាន់បានមើលវានៅឡើយទេអ្នកអាចមើល spoiler នេះឲ្យចប់បានហើយកុំភ្លេចបញ្ចេញមុតវាតម្លៃនិងនិយាយឲ្យខ្ញុំអានអ្វីដែលទស្សនិកជនគិតអំពីវាហើយដើម្បីកុំឲ្យខាត់ពេលសូមយើងចូលដល់ចំណុចសំខាន់ខ្សែភាពយន្តនេះចាប់ផ្ដើមជាមួយស្ត្រីវ័យកណ្ដាលម្នាក់ឈ្មោះ Linda នាងជាបុគ្គលិកការិយាល័យរបស់ក្រុមហ៊ុនធំមួយទោះបីជាតួនាទីចម្បងរបស់ Linda គឺធ្វើជាអ្នកគ្រប់គ្រងនិងជាផែនការក៏ដោយប៉ុន្តែការងាររបស់នាងស្ទើរតែហួសពីសកលលោកនាងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយមនុស្សគ្រប់គ្នានៅក្នុងការិយាល័យអូជីវិតនាងជាចៅក្រមក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ដែលយើងស្គាល់ច្បាស់ណាស់ Linda គឺជាមនុស្សល្អណាស់ប៉ុន្តែនាងបានក្លាយជាមនុស្សគ្មានសំណាងដែលមិនមានឱកាសផ្លាស់ប្ដូរតំណែងរបស់នាងសូម្បីតែម្ដងព្រឹកនេះ Linda បានសង្ខេបការងាររបស់ក្រុមហ៊ុនក៏ដូចជាថ្ងៃផុតកំណត់សម្រាប់ការវិតម្លៃបន្ទាប់និងការងារសម្រាប់ឆ្នាំបន្ទាប់នាងបានចំណាយពេល1ខែដើម្បីសង្ខេបបាយការនេះប៉ុន្តែនាងត្រូវបានបង្ខំឲ្យលាលែងពីតំណែងដោយយុវជនម្នាក់ឈ្មោះ Donovan យុវជនរូបនេះទើបតែធ្វើការបាន6ខែប៉ុណ្ណោះជាការពិតណាស់ Linda ដែលធ្លាប់ធ្វើការនាងប្រឆាំងនឹងវី Donovan បាននិយាយថាមិនអីទេខ្ញុំពិតជានឹងដាក់ឈ្មោះរបស់អ្នកនៅលើក្តារខៀនព្រោះវាជាការងាររបស់អ្នកមានឈ្មោះរបស់អ្នកនៅលើវីប៉ុន្តែពេលគាត់ទៅបន្ទប់ប្រជុំ Linda មានការព្រួយបារម្ភហើយប្រញាប់ដើរតាមគាត់វាបានបង្ហាញថា Donovan បានលួចយកឈ្មោះ Linda ចេញហើយយកការងារដែលនាងធ្វើតែម្នាក់ឯងមកបង្ហាញជាស្នាដៃរបស់នាង Linda ខឹងខ្លាំងណាស់នាងអាចខំថ្មិញបានតែប៉ុណ្ណោះព្រោះបុគ្គលិកដែលនៅក្នុងបន្ទប់ប្រជុំសុទ្ធតែជាសិស្សច្បងហើយពេលនាងត្រឡប់មកទៅវិញ Linda បានរកឃើញថាមិត្តភក្តិស្រីម្នាក់របស់នាងដែលធ្វើការនៅខាងក្រោយមានបុរសវ័យក្មេងម្នាក់នៅក្នុងការិយាល័យដែលបានអញ្ជើញនាងទៅណាត់ជួបជាការពិតណាស់ Linda ក៏បានព្យាយាមសុំនាងរៀបការដែរនាងបាននិយាយថាមែនហើយខ្ញុំស្គាល់ហាងនោះច្បាស់ណាស់ខ្ញុំស្គាល់ហាងនេះច្បាស់ណាស់រហូតដល់យុវជននោះដើរចេញមែនហើយ Linda របស់យើងពិតជាល្អណាស់ប៉ុន្តែនាងជាមនុស្សខ្វក់បំផុតនៅក្នុងការិយាល័យខ្ញុំមិននិយាយថានាងខ្វក់ទេនាងជាមនុស្សដែលខិតខំប្រឹងប្រែងយ៉ាងខ្លាំងចំពោះការងាររបស់នាងថែមទាំងភ្លេចថែរក្សាខ្លួនឯងទៀតផងនាងមិនបានធ្វើសក់មិនបានតុបតែងមុខទេហើយគ្រាន់តែស្លៀកតែអាវយឺតធំនិងសំពត់វែងជាមួយនឹងស្បែកជើងស្បែកចាស់ទៅធ្វើការរឿងនេះធ្វើឲ្យយុវជននៅក្នុងការិយាល័យមិនខ្វល់ពី Linda របស់យើងតតែសោះនាងរស់នៅក្នុងបន្ទប់ជួលតូចមួយជាមួយយុវជនម្នាក់ជាការពិតណាស់ថ្ងៃនេះ Linda មានអារម្មណ៍សោកសៅខ្លាំងណាស់នាងបានយកស្រាវីស្គីពណ៌សមុទ្រផឹកដើម្បីឲ្យខ្លួនឯងភ្លេចយើងវាឈួតណាស់ទាំងអស់នេះហើយនាងគ្រាន់តែប្រាប់ខ្លួនឯងថាថ្ងៃណាមួយវានឹងក្លាយជាថ្ងៃរបស់នាងហើយជាការពិតណាស់ថ្ងៃនោះមិនមែនជាថ្ងៃណាមួយទេវាគឺជាថ្ងៃស្អែកពីព្រោះថ្ងៃស្អែកជាថ្ងៃបើកសម្ពោធរបស់ម្ចាស់ក្រុមហ៊ុនថ្មីជាការពិតណាស់ពេលព្រឹកឡើងយុវជននោះបានដើរចូលមកគាត់ឈ្មោះ Bradley គាត់ជាកូនប្រុសរបស់អតីតម្ចាស់ក្រុមហ៊ុនដែលបានស្លាប់ Bradley បានមើលថែក្រុមហ៊ុននេះពីឪពុករបស់គាត់គូស្វាមីភរិយានេះគឺជាមនុស្សជំនាន់ក្រោយជាការពិតណាស់គាត់គឺជាបុរសវ័យក្មេងសង្ហាម្នាក់ដែលធ្វើឲ្យនារីវ័យក្មេងនៅក្នុងការិយាល័យចាប់អារម្មណ៍យ៉ាងខ្លាំងហើយនោះរួមបញ្ចូលទាំង Linda របស់យើងផងដែរនាងបានជួប Bradley នៅក្នុងពិធីជប់លៀងឆ្នាំថ្មីរបស់ក្រុមហ៊ុននាងបានព្យាយាមលួចចូលទៅជិតគាត់ដើម្បីសួរអំពីសុខុមាលភាពរបស់គាត់ខណៈពេលដែលនាងកំពុងញ៉ាំនំប៉័ងដោយលួចលាក់នៅក្នុងការិយាល័យមែនហើយ Linda បានលះបង់ខ្លួនឯងចំពោះការងាររបស់នាងម្យ៉ាងទៀតទាំងពេលព្រឹកនិងពេលរសៀលបើមិនចាំបាច់ទេនាងមិនបានចេញទៅញ៉ាំអាហារខាងក្រៅទេនាងចម្អិនអាហារដោយខ្លួនឯងដើម្បីលះបង់អ្វីទាំងអស់ដល់ក្រុមហ៊ុនសង្ឃឹមតែមួយគត់គឺការផ្លាស់ប្ដូរតំណែងរបស់នាងប៉ុន្តែជាការពិតណាស់ Bradley បានឃើញស្ថានភាពរបស់ Linda នៅក្នុងចិត្តរបស់នាងមានអារម្មណ៍មិនស្រួលខ្លាំងណាស់ប៉ុន្តែនាងមិនអាចនិយាយវាចេញបានទេព្រោះនាងមានសក់ច្រើនក្លិនមាត់របស់ Linda ខ្លាំងណាស់ពីព្រោះសាំងវិចដែលនាងហៀបនឹងញ៉ាំគឺជាសាំងវិចត្រីធូណាហើយ Linda ក៏បានចេញមកអង្អែលដៃរបស់ Bradley នៅពេលដែលពួកគេកាន់ដៃគ្នាជាការពិតណាស់បុរសចំណាស់បានព្យាយាមចេញទៅក្រៅហើយសុំការអនុញ្ញាតទៅធ្វើការពេលគាត់ចូលមកក្នុងបន្ទប់ Bradley បានប្រាប់មិត្តជិតស្និទ្ធរបស់គាត់ឲ្យធំក្លិនដៃរបស់គាត់មានអ្វីមួយពណ៌ស្នៅលើវីហើយនៅពេលដែលមិត្តភក្តិជិតស្និទ្ធចូលមកធំក្លិនវាបានប្រែថាវាជាយក្សសាពូនមីត្រីធូណាដូចដែលគាត់គិតគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងរហូតដល់គាត់ខំថ្មិញរបស់គាត់ហើយនិយាយថាវាជាត្រីធូណាតើវាមកពីស្ត្រីខ្វក់ឥឡូវនេះមែនទេជាការពិតណាស់មិត្តភក្តិជិតស្និទ្ធរបស់គាត់បាននិយាយថាឈ្មោះរបស់នាងគឺ Linda នាងជាមនុស្សលំដាប់កំពូលម្នាក់នៅក្នុងការិយាល័យរបស់យើងហើយឪពុករបស់អ្នកកំពុងរៀបចំផ្លាស់ប្ដូរតំណែងរបស់នាងឆាប់នេះរហូតដល់ Bradley ដែលឥឡូវនេះជាម្ចាស់ក្រុមហ៊ុនបានសួរមិត្តភក្តិជិតស្និទ្ធរបស់គាត់ថាតើពិតជាស្ត្រីខ្វក់ម្នាក់នេះមែនឬមិត្តជិតស្និទ្ធនោះបាននិយាយថាត្រូវហើយ Linda ស្ថិតនៅកម្រិតកំពូលនៃបុគ្គលិកនាងដូចជាសេះ
នាងដឹកជញ្ជូនអ្វីទាំងអស់របស់ក្រុមហ៊ុនយើងគ្រប់ពេលហើយនាងគួរតែបានឡើងឋានៈប៉ុន្តែជាការពិតណាស់ Bradley មិនខ្វល់ទេពេលគាត់និយាយថាគាត់នឹងប្រគល់តំណែងនេះទៅឲ្យ Donovan ដែលជាបុរសវ័យក្មេងម្នាក់ដែលទើបតែធ្វើការបាន6 ខែប៉ុណ្ណោះគាត់គឺជាមនុស្សដូចគ្នាដែលបានយកការងាររបស់ Lende ហើយបង្ហាញវាជាការពិតណាស់លេខាធិការរូបនេះរស់នៅរហូតដល់គាត់ចាស់គាត់ស្គាល់ Linda ច្បាស់ណាស់គាត់បានព្យាយាមព្រមាននាងថា Donovan មិនត្រូវការអ្នកទេ Linda បានឆ្លងកាត់គម្រោងលំដាប់កម្ពូលទាំងអស់នាងគឺជាឯកសារទិន្នន័យដែលពិបាកប្រៀបធៀបបើគ្មាននាងទេក្រុមហ៊ុនរបស់យើងបានដួលលំអស់រយៈពេលយូរមកហើយនេះជាការពិតពេលខ្ញុំមេដូច្នោះ Bradley ក៏គិតដល់អ្វីមួយក្រុមហ៊ុននេះហៀបនឹងពង្រីកផលិតកម្មនិងបើកសាខាមួយនៅទីក្រុងបាងកកមែនហើយទីក្រុងបាងកកប្រទេសថៃ Bradley គិតថាគាត់នឹងផ្លាស់ទៅក្រុមហ៊ុនបុត្រសម្ព័ន្ធមួយហើយបញ្ជូន Linda ទៅក្រុមហ៊ុនបុត្រសម្ព័ន្ធមួយពីព្រោះចាប់ពីវិនាទីដំបូងដែលពួកគេបានជួបគ្នា Bradley ស្អប់ Linda តាំងពីដំបូងជាការពិតណាស់បន្ទាប់ពីធ្វើការពេញមួយថ្ងៃ Linda ចាប់ផ្ដើមកត់សម្គាល់ឃើញថា Donovan និង Bradley មានភាពស្និទ្ធស្នាលនឹងគ្នាដូច្នេះហើយនាងក៏ងាកទៅរកមិត្តរបស់នាងដែលអង្គុយនៅពីក្រោយហើយទទួលបានចម្លើយថាអ្នកទាំងពីរធ្លាប់ទៅរៀននៅសាកលវិទ្យាល័យតែមួយហើយជាមិត្តរួមថ្នាក់នោះហើយជាមូលហេតុដែលពួកគេជាមិត្តភក្តិនឹងគ្នាតាំងពីយូរយារណាស់មកហើយតំណែងអនុប្រធានដែលគួរតែជាតំណែងរបស់ Linda ឥឡូវនេះត្រូវបានចាត់តាំងឲ្យទៅ Donovan ជាការពិតណាស់ Linda មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមុខរបស់នាងពីស្នាមញឹមភ្លឺស្វាងបានប្រែក្លាយទៅជាមុខដ៏ធ្ងន់ធ្ងរហើយស្រឡាំងកាំង Linda បានលួចចូលទៅក្នុងបន្ទប់របស់ម្ចាស់ក្រុមហ៊ុនដូចជា Bradley នៅពេលដែលគាត់កំពុងសម្ភាសនារីវ័យក្មេងម្នាក់ដែលហៀបនឹងដាក់ពាក្យសុំការងារ Linda មិនខ្វល់អ្វីទាំងអស់ហើយបានសួរសំណួរភ្លាមថាហេតុអ្វីបានជាអ្នកស្រាប់តែប្រគល់មុខតំណែងដែលគួរតែជារបស់ខ្ញុំទៅឲ្យ Donovan ខណៈពេលដែលវិជ្ជាបណ្ឌិតទើបតែធ្វើការបាន6 ខែហើយខ្ញុំបាននៅទីនេះរយៈពេល7 ឆ្នាំ Bradley ដឹងយ៉ាងច្បាស់ថាឥឡូវនេះ Linda មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមុខតំណែងនេះដូច្នេះគាត់បានបិទបន្ទប់ហើយនិយាយជាមួយនាងជាឯកជនប៉ុន្តែចម្លើយបានប្រែក្លាយទៅជាគ្រាន់តែសម្លឹងមើលគ្នាទៅវិញទៅមកពេល Bradley និយាយថាគាត់ចង់បាននរណាម្នាក់ដែលហាក់ដូចជាមានចិត្តល្អងាយស្រួលចុះសម្រុងជាមួយហើយពូកែនិយាយជាមួយអតិថិជនហើយពូកែបិទកិច្ចព្រមព្រៀងនឹងលេងគោជាមួយខ្ញុំហើយមើលទៅស្អាតបាតតើអ្នកយល់ទេ Lende យំហើយសួរថាតើគាត់លេងសើចទេព្រោះវាមិនតាក់ទងនឹងអ្វីគ្រប់យ៉ាងដែល Lende លះបង់ចំពោះក្រុមហ៊ុននេះទេរហូតដល់វាក្លាយជាក្រុមហ៊ុនដ៏អន់មួយវាដូចជា Bradley មិនចូលចិត្ត Lende ប៉ុន្មានទេនាងយំប៉ុន្តែ Bradley យល់ហើយនិយាយថាខ្ញុំមិនអាចទេខ្ញុំមិនបានជ្រើសរើសអ្នកទេប៉ុន្តែឆាប់នេះយើងនឹងបើកសាខាថ្មីមួយនៅទីក្រុងបាងកកហើយថ្ងៃស្អែកយើងនឹងហោះហើរទៅទីនោះឧបមាថាអ្នកហោះហើរជាមួយខ្ញុំដើម្បីមើលព្រឹត្តិការណ៍នៅទីនោះអ្នកនឹងរកឃើញកន្លែងថ្មីនិងមិត្តរួមការងារថ្មីវាអាចធ្វើឲ្យអ្នកមើលទៅបើកចំហជាងមុនជាការពិតណាស់ទោះបីជា Bradley មិនគួរធ្វើបែបនេះក៏ដោយប៉ុន្តែនៅទីបញ្ចប់គាត់ជាម្ចាស់ក្រុមហ៊ុនហើយពាក្យដែលគាត់និយាយគឺជាពាក្យដែលគាត់ពិតជាចង់មានន័យ Lende គ្រាន់តែដើរចេញពីបន្ទប់មុនពេលជួបនារីម្នាក់ឈ្មោះ Shire ស្ត្រីខ្ពស់ម្នាក់នេះគឺជាគូស្នេហ៍របស់ Bradley ហើយជាការពិតណាស់ពួកគេទាំងពីរមើលទៅស្អាតមិនដូច Lende ទេមនុស្សគ្រប់គ្នានៅក្នុងការិយាល័យនេះមើលទៅស្អាតបាត Linda ទទួលយកការពិតហើយហៀបនឹងដើរចេញពីបន្ទប់ប៉ុន្តែអ្វីដែល Bradley បានធ្វើចំពោះនាងគឺនិយាយខ្លាំងអំពីការញ៉ាំអាហារនៅក្នុងការិយាល័យគាត់បាននិយាយអំពីច្បាប់របស់ក្រុមហ៊ុនថាយើងគួរតែញ៉ាំនៅកន្លែងត្រឹមត្រូវយើងមានកន្លែងសម្រាប់អាហារថ្ងៃត្រង់ប៉ុន្តែអ្នកបានលួចយកនំសាំង Victory Tuna មកញ៉ាំនៅក្នុងការិយាល័យរហូតដល់វាមានក្លិនស្អុយអ្នកមានតែដែលមានក្លិនស្អុយប៉ុណ្ណោះមនុស្សគ្រប់គ្នានៅក្នុងបន្ទប់បានងាកមកមើលពាក្យសម្ដីរបស់មនុស្សដែលជាម្ចាស់ក្រុមហ៊ុនដែលនិយាយខ្លាំងអំពីអ្នកក្រោមបង្គាប់របស់ខ្លួនរហូតដល់ Linda Stair តែមិនអាចធ្វើការបាននៅថ្ងៃនេះនាងសម្រេចចិត្តនិយាយលារយៈពេលកន្លះថ្ងៃរួចក៏វិចខ្ចប់ប្រវ័ណ្ឌហើយព្យាយាមដើរចេញហើយធ្វើឲ្យខ្លួនឯងយំនាងនិយាយជប់គ្នាថាកុំយំLinda ស្ថិតនៅក្រោមសម្ពាធខ្លាំងបំផុតនាងអាចត្រឹមតែអង្គុយបិទទ្វារហើយយំនៅក្នុងឡានរួមជាមួយនឹងការនិយាយទៅកាន់ខ្លួនឯងនៅក្នុងកញ្ចក់ថានាងត្រូវតែធ្វើវាឲ្យបាន Linda លើសពីនេះនាងបានឆ្លងកាត់រួចហើយភ្នែកនិងមុខរបស់នាងហាក់ដូចជាផ្លាស់ប្ដូរនិងដាក់សម្ពាធលើមនុស្សម្នាក់ដែលកំពុងធ្វើការនៅក្នុងការិយាល័យប៉ុន្តែនៅទីបញ្ចប់ការងារគឺជាជីវិតហើយជីវិតគឺជាការងារ Linda មិនអាចគ្រប់គ្រងអារម្មណ៍របស់នាងបានទេនៅថ្ងៃបន្ទាប់វាជាថ្ងៃដែលនាងត្រូវហោះហើរទៅបាងកកដោយដែល Bradley បានបញ្ជាក់ប៉ុន្តែវាបានកើតឡើងដូចដែលនាងបានស្រមៃតាំងពីវិនាទីដំបូងដែលនាងបានជួប Bradley មុខរបស់ពួកគេនៅតែដែលពួកគេមិនចង់ឲ្យ Linda ទៅជាមួយពួកគេសូម្បីតែបន្តិចបន្ទាប់មកយន្តហោះហែកជនរបស់បុរសសង្ហារូបនេះបានហោះឡើងព្រោះ Bradley និង Donovan ត្រូវបានបំបែកចេញពី Lende ហើយពួកគេគ្រាន់តែនិយាយអំពីការលេងគោលមានតែ Lende ទេដែលទោះបីជានាងនៅលើយន្តហោះក៏ដោយក៏នាងនៅតែធ្វើការឲ្យក្រុមហ៊ុន Lende ពាក់កាសតាប្រជែកហើយធ្វើការឲ្យអស់ពីសមត្ថភាពមិនដូច Bradley ទេដែលពួកគេមិនបានដាក់សម្ពាធលើនាងទាល់តែសោះពួកគេមានអារម្មណ៍ស្ងប់ស្ងាត់ហើយបានត្រឡប់មកធ្វើដំណើរវិញហើយជាការពិតណាស់នៅពេលដែល Donovan ឃើញ Lende ធ្វើការយ៉ាងលំបាកគាត់បានបង្ហាញវីដេអូមួយចំនួនដោយសម្ងាត់ទៅ Bradley និងពីរនាក់ទៀតឲ្យមើលជាការពិតណាស់វីដេអូនេះគឺជាវីដេអូសម្ងាត់មួយដែលជាវីដេអូរបស់ Linda នាងមានព័ត៌មានលម្អិតមួយចំនួនអំពីខ្លួននាងនោះគឺជាការណែនាំថា
នាងចង់ក្លាយជាអ្នកសរសេរភ្លុកអំពីការជួយសង្គ្រោះជីវិតនៅក្នុងព្រៃពាក្យដំបូងដែលវីដេអូនេះត្រូវបានចេញផ្សាយ Linda មានការខឹងសម្បារយ៉ាងខ្លាំងដែលនាងចង់ក្លាយជាជើងឯកអ្នករស់រានមានជីវិតបន្ទាប់ជាមួយនឹងសៀវភៅពុម្ពអក្សរចាស់មួយក្បាលតាមរចនាបថរបស់នាងដូច្នេះពួកគេបានធ្វើវីដេអូអំពីនាងជាការពិតណាស់ Linda បានធ្វើរឿងជាច្រើនដូចជាការបង្រៀនពីរបៀបរស់នៅក្នុងព្រៃរបៀបដុតភ្លើងដោយមិនប្រើពិលរបៀបហាត់ប្រាណដើម្បីអាចធ្វើដំណើរបានឆ្ងាយជាងមុនទោះបីជា Linda ជានារីការិយាល័យក៏ដោយក៏នាងចូលចិត្តឡើងភ្នំខ្លាំងណាស់ហើយជាការពិតណាស់វីដេអូនេះគឺជារឿងសម្ងាត់នាងមិនបានបង្ហាញវាទៅកាន់ប៉ុស្តិ៍ណាមួយទេរហូតដល់ក្រុមគ្រួសារបាលីចាប់ផ្ដើមសាច់ខ្លាំងរហូតដល់វាតាមកាសដែល Linda កំពុងស្ដាប់នាងចាប់ផ្ដើមឆ្ងល់ហើយដោះកាសស្ដាប់ត្រចៀកចេញរហូតដល់នាងដឹងថាពួកគេលួចបើកវីដេអូសម្ងាត់របស់នាងដោយគ្មានការអនុញ្ញាតជាការពិតណាស់វាជាការប្រមាថដល់នាង Linda មិនអាចឈប់យំបានទេដែលនាងត្រូវមិត្តរួមការងារនិងជើហ្វាយរបស់នាងប្រមាថបែបនេះទោះបីជានាងបានលះបង់អ្វីគ្រប់យ៉ាងដើម្បីក្រុមហ៊ុនរហូតដល់នាងស្ទើរតែមិនបានចេញទៅរស់នៅតតែសោះ Linda យំហើយអាចមើលតែពួកគេដែលកំពុងសើចចំអកឲ្យនាងពួកគេមិនដឹងថារាងកាយរបស់ Linda បាត់ទៅណាទេរហូតដល់ទីបំផុតនាងសម្រេចចិត្តឈប់ពីការងារដែលនាងធ្លាប់ធ្វើនៅពេលដែលនាងនៅលើយន្តហោះនាងមិនបានគិតពីខ្លួនឯងសូម្បីតែបន្តិចសោះនាងឈប់ដោយសារកំហឹងចំពោះមនុស្សទាំងនេះប៉ុន្តែពេលនាងឈប់ភ្លាមមានរឿងអ្វីមួយបានកើតឡើងភ្លាមនោះយន្តហោះហាក់ដូចជាធ្លាក់ហើយជាការពិតណាស់ពួកគេទាំង3នាក់ដែលជាមិត្តភក្តិរបស់ Bradley នៅពេលដែលគាត់បង្ហាញវីដេអូនោះដល់ពួកគេគាត់បានក្រោកពីកៅអីហើយមិនបានប្រះហ្វ្រាំងទេហើយនៅពេលដែលយន្តហោះធ្លាក់ជាលើកទី2គាត់បាននាំពួកគេត្រឡប់ទៅកៅអីវិញហើយមិនបានប្រះហ្វ្រាំងទាន់ពេលវេលាសូម្បីតែម្នាក់ក៏ដោយរាងកាយរបស់ពួកគេលោតចេញដូចជាយើងដាក់សត្វកន្លាតចូលក្នុងដបហើយអង្រួនវាមែនហើយមានតែ Bradley ទេដែលកំពុងប្រះហ្វ្រាំងនៅក្នុងវិនាទីនេះវាគឺជាវិនាទីនៃការស្លាប់វាបានកើតឡើងយ៉ាងលឿនរហូតដល់ពួកគេទាំងអស់គ្នាមិនអាចចាប់បានខ្លួនឯងជាការពិតណាស់ Linda ក៏មានការភ្ញាក់ផ្អើលផងដែរព្រោះអ្វីដែលនាងបានឃើញនៅពីមុខនាងគឺថាទ្វារនៅខាងស្ដាំនៃយន្តហោះត្រូវបានទាញចេញនៅចំពោះមុខនាងយន្តហោះផ្ទាល់ខ្លួនរបស់នាងមិនអាចទ្រាំទ្របានឡើយឥឡូវនេះនាងត្រូវបានព្យុះទាញចេញហើយជន់លើនំប៉័ងមិត្តភក្តិរបស់ Bradley ទាំងអស់បានលោតចេញហើយត្រូវបានស្រូបចេញពីយន្តហោះយ៉ាងលឿនអ្វីទាំងអស់ពោពេញទៅដោយភាពឆ្កួតនិងការស្រែកយំហើយជាការពិតណាស់ Donovan និងបុរសម្នាក់ទៀតបានលោតចេញមករក Linda ពួកគេបានព្យាយាមអប Linda ជាការពិតណាស់មិនថា Linda ខឹងនឹងពួកគេប៉ុណ្ណាទេនាងមើលឃើញពួកគេជាមិត្តភក្តិរបស់មនុស្ស Linda បានព្យាយាមលូកដៃទៅជួយពួកគេប៉ុន្តែនោះធ្វើឲ្យ Donovan ចាប់ក្របរបស់ Linda ហើយច្របាច់ក្របរបស់នាងយ៉ាងខ្លាំងគាត់សង្ឃឹមថានឹងសម្លាប់នាងព្រោះពាក្យដែលគាត់និយាយគឺប្រញាប់ឡើងហើយដោះកៅអីរបស់អ្នកចេញហើយបដូរកៅអីរបស់អ្នកជាមួយខ្ញុំនៅពេលនោះ Linda បានបាត់បង់ដង្ហើមនិងភ្នែករបស់នាងប៉ុន្តែសំណាងល្អនាងនៅតែមានស្មារតីដៃរបស់នាងគឺជាស្លាបព្រាមួយដែលកំពុងអណ្ដែតលើយន្តហោះវាបានចាក់ដៃរបស់ Donovan រហូតដល់រាងកាយរបស់គាត់អណ្ដែតចេញមកខាងក្រៅក្របរបស់គាត់ត្រូវបានជាប់នៅមាត់ទ្វារយន្តហោះរហូតដល់រាងកាយរបស់គាត់ត្រូវបានផ្លុំចេញហើយធ្លាក់ចូលទៅក្នុងយន្តហោះអ្វីដែលគាត់អាចធ្វើបានគឺសុំជំនួយពី Linda ដើម្បីជួយគាត់ប៉ុន្តែដោយមានការតក់ស្លុតហើយ Linda ដឹងថាគាត់កំពុងព្យាយាមសម្លាប់នាងហើយអ្វីដែលនាងអាចធ្វើបានគឺបិទបង្អួចហើយស្រែកក្នុងស្ថានភាពដែលនាងមិនដឹងថានាងនឹងស្លាប់តើយន្តហោះត្រូវបានវាយប្រហារដោយព្យុះមែនទេជាការពិតណាស់វាអាក្រក់ជាងអ្វីដែលនាងគិតទៅទៀតព្រោះយន្តហោះត្រូវបានរុញចូលទៅក្នុងសមុទ្រហើយមហាសមុទ្រកំពុងហូរចូលយ៉ាងលឿនដែល Linda ត្រូវលេងយុទ្ធការហើយហែលឡើងដើម្បីលង់ទឹកស្លាប់ខណៈពេលដែលយន្តហោះកំពុងលេចយឺត Linda បានរកឃើញថាគ្មាននរណាម្នាក់នៅរស់រានមានជីវិតទេសូម្បីតែនារីបម្រើលើយន្តហោះដែលកំពុងព្យាយាមរត់ដើម្បីជួយសង្គ្រោះនាងរាងកាយរបស់នាងបែរមុខទៅរក Linda ខណៈពេលដែលនាងកំពុងព្យាយាមហែលទឹកដើម្បីរស់ Linda បានព្យាយាមធ្វើអ្វីគ្រប់យ៉ាងដែលនាងអាចធ្វើបានហើយបានរកឃើញថានាងនៅកណ្ដាលមហាសមុទ្រហើយវាពោពេញដោយភាពងឹតហើយពន្លឺតែមួយគត់ដែលនាងបានឃើញគឺពន្លឺពីយន្តហោះដែលកំពុងលិចចូលទៅក្នុងសមុទ្រយឺតដូច្នេះ Linda មិនអាចហែលទឹកដើម្បីជួយសង្គ្រោះនាងបានទេហើយនាងមិនគិតថានាងនឹងរស់រានមានជីវិតទេប៉ុន្តែអភូតហេតុបានកើតឡើងនៅពេលព្រឹករាងកាយរបស់នាងត្រូវបានលើកឡើងទៅកាន់កោះជ្រៅហើយនាងភ្ញាក់ឡើងព្រោះមហាសមុទ្រកំពុងហូរចូលដូច្នេះនាងក្រោកឈរឡើងហើយមើលជុំវិញហើយវាធំនិងទូលាយនាងដឹងថានាងអាចនឹងត្រូវគេបោះចូលទៅក្នុងជម្រៅដូច្នេះនាងចាប់ផ្ដើមរុករកហើយរាងកាយរបស់នាងពោពេញដោយពន្លឺពីយន្តហោះដែលកំពុងលិចចូលទៅក្នុងសមុទ្រហើយនៅពេលដែលនាងកំពុងរុករកនាងបានរកឃើញចៅហ្វាយរបស់នាងដែលកំពុងដេកលក់យ៉ាងធ្ងន់ធ្ងរហើយគាត់មានការព្រួយបារម្ភអំពីស្ថានភាពបានពិនិត្យរាងកាយរបស់គាត់ហើយគាត់មានរបួសធំមួយហើយគាត់បានបាត់បង់ច្រើនដូច្នេះនាងព្យាយាមបញ្ឈប់គាត់ទោះបីជាគាត់ជាមនុស្សអាក្រក់របស់នាងក៏ដោយប៉ុន្តែនាងនៅតែគិតថាគាត់ជាមិត្តដូច្នេះនាងយារសំឡេងមហាសមុទ្រពេលនាងយកថ្មមុតស្រួចមួយនាងកាត់លឹកចេកបន្ទាប់មកនាងបានជីករណ្ដៅមួយនៅក្នុងខ្សាច់ហើយរកសម្បកដូងស្ងួតមួយដើម្បីដាក់នៅចំកណ្ដាលនាងក៏បានដាក់ស្លឹកចេកជុំវិញរណ្ដៅនោះដើម្បីធ្វើជាលូទឹកភ្លៀងបន្ទាប់មកនាងបានអូសសាកសពរបស់ចៅហ្វាយដ៏អាក្រក់ដែលកំពុងដេកដួលទៅដេកនៅក្រោមដើមដូងបន្ទាប់មកនាងបានចងស្លឹកចេកនិងស្លឹកដូងស្ងួតជាមួយគ្នាដើម្បីធ្វើដំបូល Linda អាចធ្វើវាបានយ៉ាងលឿនព្រោះនាងមានចំណេះដឹងជាមូលដ្ឋានអំពីអ្វីស្ទើរតែទាំងអស់ទោះបីជាវាមើលទៅងាយស្រួលក៏ដោយ Linda ចំណាយពេលច្រើនធ្វើវាតែម្នាក់ឯង
បន្ទាប់ពី2-3ថ្ងៃភ្លៀងពិតជាបានធ្លាក់មកមែនអ្វីដែល Linda បានធ្វើដើម្បីសាកល្បងទឹកភ្លៀងគឺមានប្រសិទ្ធភាពខ្លាំងពេកលុះដល់ព្រឹកឡើងនាងក៏ប្រញាប់ផឹកទឹកដែលនាងបានសាកល្បងភ្លាមនាងបានផឹកវាពេញមួយជីវិតរបស់នាងហើយវាគឺជាខេត្តដែល Badly ភ្ញាក់ពីដំណេកជាការពិតណាស់ពួកគេទាំងពីរអ្នកដឹងថាពួកគេកំពុងជួបគ្រោះថ្នាក់ធ្លាក់យន្តហោះហើយជាប់គាំងនៅលើកោះនោះទោះជាយ៉ាងណាក៏ដោយបាឌីមិនចង់ផឹកទឹកដូងដែល Linda បានឲ្យគាត់ទេគាត់បានអះអាងថាជាកូនប្រុសរបស់នាងប៉ុន្តែ Linda បានប្រាប់គាត់ថាប្រសិនបើគាត់មិនចង់ស្លាប់ទេគាត់គួរតែផឹកវារហូតដល់ Badly សម្រេចចិត្តផឹកទឹកដែល Linda បានឲ្យគាត់ពីព្រោះឥឡូវនេះរាងកាយរបស់គាត់បានខ្សោះជាតិទឹកអស់រយៈពេលជិត24ម៉ោងប៉ុន្តែនៅពេលដែលគាត់ភ្ញាក់ពីដំណេករឿងដំបូងដែល Badly បានសួរ Linda គឺតើមានអ្នកណាផ្សេងទៀតនៅរស់ទេជាការពិតណាស់មិនមែនទេមានតែពួកគេ2នាក់ប៉ុណ្ណោះយំយ៉ាងខ្លាំងហើយនិយាយអ្វីមួយដែល Linda ស្ទើរតែមិនចង់ជឿនោះជាការអរគុណ Linda មើលទៅហាក់ដូចជាមានការងឿងឆ្ងល់មួយសន្ទុះហើយបន្ទាប់មកនាងបានរកឃើញវិធីដើម្បីដុតភ្លើងអ្វីដែល Linda បានធ្វើគឺលាយអុសចូលគ្នារួមជាមួយនឹងការប្រើប្រាស់សម្បកដូងស្ងួតជាឥន្ធនៈ Linda បានលាយវាអស់រយៈពេលជាច្រើនម៉ោងរហូតដល់ Badly ដែលកំពុងមើលនាងបានផ្លាស់ប្ដូរចិត្តភ្លាមទោះបីជា Linda មើលទៅហាក់ដូចជាទន់ខ្សោយក៏ដោយតាមពិតនាងពិតជារឹងមាំណាស់ Linda ចំណាយពេលយូរហើយនាងទទួលបានជោគជ័យគ្រាន់តែជាផ្កាភ្លើងតូចមួយប៉ុណ្ណោះពេលវាកើតឡើងហើយក៏មានប្រតិកម្មនឹងសម្បកដូងស្ងួត Linda បានបង្កើនភ្លើងយ៉ាងលឿនចំណែកឯ Wi-Fi ឈ្មោះ Buddy អាចមើលបានតែប៉ុណ្ណោះព្រោះគាត់មិនអាចកម្រើកបានតតែសោះព្រោះជើងរបស់គាត់ឈឺខ្លាំងណាស់ Linda ស្រែកដោយក្តីរីករាយថានាងពិតជាអាចដុតភ្លើងបានហើយបន្ទាប់មកនាងបានរកឃើញវិធីមួយដើម្បីរកត្រីនាងអាចចាប់ត្រីតូចមួយបានហើយបន្ទាប់មកនាងបានស៊ីវាជាមួយល្ដុតនាងគ្មានពេលញ៉ាំវាផងប៉ុន្តែនាងបានជ្រើសរើសឲ្យ Badly ឲ្យវាស៊ីមុនជាការពិតណាស់ Badly គឺជាម្ចាស់ក្រុមហ៊ុនគាត់ធ្លាប់ញ៉ាំតែអាហារប្រណីតនៅ Peterken ពេលគាត់ញ៉ាំត្រីគាត់ស្ទើរតែលេបវាមិនបានហើយគាត់ក៏មិនទំពាវាដែររហូតដល់ Linda ត្រូវនិយាយថារឿងនេះនឹងធ្វើឲ្យអ្នកមិនស្លាប់វាល្អក្នុងការញ៉ាំត្រឹមតែខាំតូចមួយវាដូចជាពេលវេលាកន្លងផុតទៅហើយវាក៏យប់ជ្រៅដែរ Linda គ្រាន់តែអង្គុយនៅទីនោះដោយទឹកមុខក្រៀមក្រាំនៅក្បែរឆ្នេរសម្លឹងមើលថ្ងៃលិចដោយនិយាយថានេះជាអ្វីដែលនាងចង់បានដើម្បីរស់នៅជីវិតរស់រានមានជីវិតដូចដែលនាងស្រមៃចង់បានយប់បានកន្លងផុតទៅយ៉ាងលឿនពេលព្រឹកឡើង Linda បានចេញទៅរកអាហារម្ដងទៀតហើយថ្ងៃនេះពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ពីព្រោះនាងបានជួបសត្វឃ្លងសមុទ្រនាងពិតជារីករាយនឹងរីករាយណាស់រួមទាំងយកវាទៅអួតឲ្យ Badly ទៀតផងហើយបានពន្យល់ថាមានសត្វឃ្លងសមុទ្រច្រើនប៉ុន្តែខ្ញុំជឿថាសត្វមួយនេះពិតជាអាចស៊ីបានយើងទើបតែយកវាចេញពីសម្បកដាក់វានៅលើឈើហើយដុតវាហើយនិយាយវាជាភាសារបស់មនុស្សដែលចូលចិត្តជាប់គាំងនៅលើកោះប៉ុន្តែវាមិនដូច Badly ទេ Badly ចាប់ផ្ដើមត្អូញត្អែហើយសួរ Linda តើអ្នកធ្លាប់ព្យាយាមរកវិធីសុំជំនួយទេដូចជាយកឈើទៅមាត់ឆ្នេរឬដុតភ្លើងដើម្បីឲ្យវាមានផ្សែងច្រើនគ្រប់គ្រាន់សម្រាប់មនុស្សឃើញយើង Linda មានការងឿងឆ្ងល់ហើយងាកទៅរក Buddy ឥឡូវនេះយើងជាប់គាំងនៅលើកោះរឿងដំបូងដែលត្រូវធ្វើគឺយកចិត្តទុកដាក់លើសារៈសំខាន់ខ្ញុំរវល់ខ្លាំងណាស់ពេញមួយថ្ងៃកំពុងព្យាយាមរកវិធីដើម្បីរក្សាជីវិតយើងទាំងពីរមិនថាវាជាការស្វែងរកអាហារឬទឹកផឹកនោះទេជាការពិតណាស់ Badly មិនបានមើលរឿងនោះទេគាត់មិនដឹងថាគាត់បានរស់រានមានជីវិតរយៈពេល2-3ថ្ងៃទេដោយសារតែអ្វីដែល Linda បានរកឃើញសម្រាប់គាត់ញ៉ាំគឺមកពីជំនាញរស់រានមានជីវិតរបស់នាងបានបញ្ជាឲ្យ Linda រកមើលគ្រាប់ផ្លោងវាប្រហារតាមអាកាសឬម្សៅកាំភ្លើងអ្វីក៏ដោយវាអាចនឹងជាប់គាំងនៅម្ខាងទោះបីជា Linda ព្យាយាមពន្យល់រឿងនោះក៏ដោយខ្ញុំបានដើរជុំវិញឆ្នេរដើម្បីរកវាជាមួយអាហារប៉ុន្តែខ្ញុំមិនទាន់រកឃើញវានៅឡើយទេ Badly មានការងឿងឆ្ងល់យ៉ាងខ្លាំងរហូតដល់គាត់ស្ដីបន្ទោសនាងស្ដីបន្ទោសដូចពេលគាត់នៅក្នុងការិយាល័យធ្វើដូចជាចៅហ្វាយថាយើងគួរតែរកផ្លូវចេញពីកោះនេះឥឡូវនេះយើងជាប់គាំងនៅទីនេះរយៈពេល3ថ្ងៃហើយប៉ុន្តែអ្នកធ្វើដូចជាអ្នកសាងសង់ផ្ទះអ្នកញឹមសើចនិងសប្បាយតែម្នាក់ឯងជំនួសឲ្យការរកផ្លូវចេញវិញរហូតដល់ Linda ចាប់ផ្ដើមខឹងនាងបានសុំឲ្យ Badly ត្រឡប់មកវិញភ្លាមតើអ្នកដឹងទេថាអ្នកជិតស្លាប់ហើយបើខ្ញុំមិនរកអាហារក៏មិនរកទឹកដែរអ្នកប្រកាសជាស្លាប់ទៅហើយជាការពិតណាស់ Buddy សើចភ្លាមគាត់បាននិយាយថា Linda នឹងមិនទុកឲ្យវាបែបនោះទេព្រោះ Linda បារម្ភពីអត្ថប្រយោជន៍រហូតដល់ Linda សួរថាអ្វីនិយាយមិនល្អអ្នកដឹងច្បាស់ណាស់ព្រោះអ្នកមិនអាចទុកខ្ញុំស្លាប់បានទេខ្ញុំជាចៅហ្វាយរបស់អ្នកហើយប្រសិនបើយើងរស់រានមានជីវិតខ្ញុំអាចនឹងឲ្យរង្វាន់ធំដល់ណាស់ឬសូម្បីតែផ្លាស់ទីតាំងរបស់អ្នកហើយជាការពិតណាស់នោះជាពាក្យដែល Linda មិនចង់យានាងបានព្យាយាមរកវិធីទាំងខ្លួននាងផ្ទាល់និងចៅហ្វាយអាក្រក់ដូចជា Badly រស់រានមានជីវិតពីកោះនេះប៉ុន្តែទទួលបានចម្លើយតបវិញបែបនោះ Linda ស្ងាត់ពេកធ្វើឲ្យ Badly សម្រេចចិត្តក្រោកឡើងដើម្បីធ្វើសញ្ញាដោយខ្លួនឯងប៉ុន្តែជាការពិតណាស់ជើងរបស់នាងឈឺរហូតដល់ Linda ព្យាយាមជួយនាងប៉ុន្តែអ្វីដែល Badly បានធ្វើគឺគាត់បាននិយាយទៅកាន់ Linda ថាខ្ញុំគ្រាន់តែជាអ្នកគុណនេឲ្យម្នាក់ប៉ុណ្ណោះ Linda ស្ទើរតែក្រោកឈរឡើងហើយនិយាយថាខ្ញុំមិនមែនជាអ្នកគុណនេឲ្យទេខ្ញុំទទួលបន្ទុកផ្នែកផែនការនិងការគ្រប់គ្រងអ្នកគួរតែដឹងអ្នកបាននិយាយថាអ្នកបានអានរបាយការណ៍របស់ខ្ញុំទាំងអស់
ហើយបានសរសើរខ្ញុំហើយមែនហើយ Bedley បានកុហកថាគាត់បានអានរបាយការណ៍របស់ Linda ប៉ុន្តែតាមពិតទៅគាត់មិនបានប៉ះវាទាល់តែសោះសូម្បីតែបន្តិចគាត់គិតថា Linda គ្រាន់តែជាបុគ្គលិកកម្រិតទាបម្នាក់ប៉ុណ្ណោះហើយគាត់ក៏បានស្ដីបន្ទោស Linda ផងដែរដែលបានព្យាយាមធ្វើឲ្យគាត់ក្រោកឈរឡើងជាមួយនឹងប្រយោគចុងក្រោយដែលឈឺចាប់អ្នកគ្រាន់តែជាបុគ្គលិករបស់ខ្ញុំប៉ុណ្ណោះដូច្នេះអ្វីក៏ដោយដែលអ្នកនិយាយចូលនិយាយវាមកខ្ញុំដោយសុភាពខ្ញុំអាចបណ្ដេញអ្នកចេញពីក្រុមហ៊ុនបានយ៉ាងងាយស្រួលនោះធ្វើឲ្យ Linda បាត់បង់ការអត់ធ្មត់នាងសម្រេចចិត្តរើស្បែកជើងនោះរួមទាំងសម្បកដែលនាងបានរកឃើញផងដែរដើរចេញពីភ្នែករបស់ Bedley មែនហើយ Bedley គ្រាន់តែនិយាយទៅណាក៏បានដែលអ្នកចង់ទៅហើយ Linda ពិតជាបានទៅមែនប៉ុន្តែពេលនាងទៅអាកាសធាតុអាក្រក់និងអាកាសធាតុអាក្រក់បានមកជួបចៅហ្វាយដែលស្រែកឃ្លានឈាមដោយសារតែព្រះអាទិត្យក្តៅនៃឆ្នេរក៏ដូចជាកង្វះទឹកបានមករកនាងយ៉ាងលឿនច្រើនម៉ោងបានកន្លងផុតទៅពីមនុស្សដែលពូកែអួតអាងចាប់ផ្ដើមស្រក់ទឹកមាត់ដោយសារតែខ្សោះជាតិទឹកខ្លាំងហើយហៀបនឹងដួលសន្លប់ជាការពិតណាស់រឿងតែមួយគត់ដែលគាត់អាចធ្វើបាននៅលើនេះគឺព្យាយាមរក Linda ប៉ុន្តែ Linda បានបាត់ខ្លួនទៅណាមិនឃើញមិនបានផឹកទឹកសំបីតែមួយដំណក់តាំងពីព្រឹកដល់យប់ហើយកាន់តែអាក្រក់ទៅទៀតយប់នេះខ្យល់បក់ខ្លាំងណាស់ខ្យល់នៅយប់ឆ្នេរវាបានបក់ស្លឹកឈើដែល Linda បានបង្កើតរហូតដល់វារាលដាលចេញយប់នោះពិតជាគួរឲ្យខ្លាចណាស់វាកន្លងផុតទៅយ៉ាងលឿនពេលព្រឹកឡើងវាកាន់តែអាក្រក់ទៅព្រោះគ្មានដំបូលមិនអាចកម្រើខ្លួនទៅណាបានទេនាងត្រូវដេកក្រោមពន្លឺថ្ងៃស្មារតីរបស់នាងចាប់ផ្ដើមរសាត់បាត់ទៅហើយបានព្យាយាមសុំជំនួយរហូតដល់វាបាត់ទៅវិញពេលវេលាកន្លងផុតទៅរហូតដល់ថ្ងៃត្រង់ Linda ដើរត្រឡប់មកវិញក្រឡេកមើលនាងជាមួយនឹងដបទឹកយកវាមកឲ្យនាងយ៉ាងលឿនជាការពិតណាស់បាឌីលីស្រែកទឹកខ្លាំងណាស់ក្នុងស្ថានភាពជាមនុស្សដែលហៀបនឹងស្លាប់នាងបានក្រោកឈរឡើងហើយនិយាយថាឥឡូវនេះយើងមិននៅក្នុងការិយាល័យទេអ្វីដែលអ្នកនិយាយអ្នកគួរតែគោរពខ្ញុំពាក្យសម្ដីរបស់ Bedley បានផ្លាស់ប្ដូរម្សិលមិញនាងបានរងចាំនៅឆ្នេរពេញមួយថ្ងៃនាងសង្ឃឹមថានឹងមានទូកមួយប៉ុន្តែមិនមានទូកទេនាងដឹងថាកោះនេះត្រូវបានបោះបង់ចោលជាកន្លែងតែមួយគត់ដែលនាងអាចរកអាហារបានវាគឺជា Linda នាងបានទៅរកអាហារពាក្យសម្ដីបានប្រសើរឡើងនាងខ្លាចថា Linda នឹងរត់ចេញនាងនិយាយថានាងនឹងមិនរត់ចេញទេនាងគ្រាន់តែទៅរកព្រៃប៉ុណ្ណោះនាងបានរកឃើញដានសត្វវាអាចជាជ្រូកព្រៃនាងបានយកដំបងមួយហើយអង្រួនវានាងបានដុតភ្លើងដើម្បីបង្កើនភាពរឹងរបស់ដំបងនាងបានយកដំបងមួយហើយអង្រួនវានាងបានដុតភ្លើងដើម្បីបង្កើនភាពរឹងរបស់ដំបងជាការពិតណាស់ Bedley បានឃើញវាប៉ុន្តែវាច្បាស់ណាស់ថាប្រសិនបើមិនមែនដោយសារ Linda ទេវានឹងស្លាប់នៅថ្ងៃដំបូងដោយដែលនាងបាននិយាយមុននឹងចូលទៅក្នុងព្រៃ Linda បានប្រាប់នាងថាបើមានអ្នកណាម្នាក់ពិតជាមករកយើងមែនដំបូងឡើយពួកគេត្រូវរកចំណុចចុះចតយន្តហោះប៉ុន្តែតំបន់នេះវាគួរតែនៅកន្លែងណាមួយនៅក្នុងអូថៃពីព្រោះវាពោពេញទៅដោយថ្មនិងកោះតូចជាច្រើនរួមទាំងដើមត្នោតនៅលើកោះនេះផងដែរមានតែដើមឈើនិងផ្លែឈើត្រូពិកដូចជាចេកស្វាយនិងដូងមុននោះ Linda បានទុកបារីនៅទីនេះតែម្នាក់ឯងនាងបានសម្រេចចិត្តបរបាញ់ជ្រូកព្រៃនោះដោយប្រើជំនាញរស់រានមានជីវិតដែលនាងបានរៀន Linda អាចបរបាញ់សត្វបាននាងបានដើរតាមរហូតដល់នាងរកឃើញវាប៉ុន្តែប្រសិនបើវាជាជ្រូកព្រៃវាមិនងាយស្រួលបរបាញ់ទេពីព្រោះឧបករណ៍ដែល Linda មានគឺគ្រាន់តែជាឈើមួយដុំប៉ុណ្ណោះរួមទាំងសភាពគត់អាក្រក់បំផុតរបស់វាបានព្យាយាមរត់ចូលសម្លាប់ Linda ដូច្នេះនាងត្រូវលាក់ខ្លួនហើយប្រើល្បិចមួយដោយដាក់ក្រណាត់មួយនៅពីមុខនាងដើម្បីទាក់ទាញចំណាប់អារម្មណ៍និងវាប្រហារវាពីខាងលើ Linda បានលួចឡើងលើដើមដូងកោងហើយលោតចុះមកចាក់វាចំកញ្ចឹងប៉ុន្តែរបួសនេះមិនបានសម្លាប់ជ្រូកព្រៃដ៏ធំនោះទេហើយវាក៏បានបង្កើនកម្លាំងរបស់វាផងដែរថាមពលរបស់វាអាចអង្រួន Linda បានយ៉ាងងាយរហូតដល់ចំណុចដែលវាអាចលោតបានហើយដោយកំហឹងវាបានព្យាយាមរត់ចូលសម្លាប់ Linda រហូតដល់ការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងក្មេងស្រីតូចម្នាក់ដូចជា Linda និងជ្រូកព្រៃធំមួយក្បាលបានចាប់ផ្ដើមម្ដងទៀត Linda បានប្រើដំបងបាក់មួយចាក់ដើមឈើដែលនាងកំពុងអង្គុយដើម្បីធ្វើឲ្យវារត់ហើយបុកដើមឈើតែម្ដងដែលដំណើរការលើសពីការរំពឹងទុកប៉ុន្តែទោះជាយ៉ាងណាក៏ដោយវាមិនងាប់ដោយងាយទេ Linda បានព្យាយាមរុញដំបងនោះចូលទៅក្នុងចំណុចដែលវាជាបេះដូងរបស់វានាងបានប្រើកម្លាំងទាំងអស់របស់នាងដើម្បីប្រយុទ្ធប្រឆាំងនឹងវារយៈពេល1នាទីរហូតដល់កំហឹងរបស់វាចាប់ផ្ដើមថយចុះពីព្រោះវាបាត់បង់ឈាមច្រើនហើយនៅទីបញ្ចប់វាពិតជាចាញ់ Linda មែនប៉ុន្តែវាស្ទើរតែសម្លាប់ Linda ដែរ Linda បានត្រឡប់មកវិញជាមួយនឹងសាកសពជ្រូកព្រៃនិងឈាមពីពេញរាងកាយរបស់នាងរហូតដល់បាលីមានការភ្ញាក់ផ្អើលថានាងពិតជាអាចធ្វើវាបាន Linda មានក្លិនហត់នឿយខ្លាំងហើយបានសួរបាលីថាតើនាងធ្លាប់បរបាញ់ពីមុនមកដែរឬទេវាសប្បាយណាស់ប៉ុន្តែវាមិនងាយស្រួលដូចនៅក្នុងប្រឡោមលោកទេបន្ទាប់មកពេលវេលាបានធ្លាក់ដល់ពាក់កណ្ដាលត្រៀតហើយថ្ងៃនេះជាថ្ងៃដំបូងដែលអ្នកទាំងពីរបានញ៉ាំប្រូតេអ៊ីននោះគឺជាសាច់ជ្រូកព្រៃអាំងពូកេទាំងពីរបានស៊ីវាយ៉ាងឆ្ងាញ់ Linda បាននិយាយថាប្រសិនបើយើងដាក់វានៅក្នុងពន្លឺថ្ងៃធ្វើឲ្យវាคล้ายជាសាច់មួយដុំជ្រូកព្រៃនេះអាចសង្គ្រោះជីវិតយើងបានមួយសប្ដាហ៍បាលីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់នាងហើយនាងដឹងថា Linda គឺជាមនុស្សពិតវីដេអូឃ្លីបនៃការរស់រានមានជីវិតរបស់នាងដែលនាងបានថតមិនមែនថតសម្រាប់ការសប្បាយនោះទេ
ជំនាញរបស់នាងពិតជាអស្ចារ្យមែនបាលីបានស្រក់ទឹកភ្នែកហើយនិយាយថានេះជាជើងជ្រូកដ៏ឆ្ងាញ់បំផុតរបស់ខ្ញុំលីនដាសាយហើយនិយាយថាមើលចុះអ្នកវិញអ្វីនៅជុំវិញអ្នកគឺងាយស្រួលពេកមិនថានៅក្នុងការិយាល័យឬសូម្បីតែពេលនេះទេអ្នកគ្រាន់តែជាមនុស្សម្នាក់ដែលរង់ចាំញ៉ាំអាហារទោះបីជាវាជាពាក្យធម្មតាក៏ដោយក៏ប៊លលីមានអារម្មណ៍ឈឺចាប់ដែរព្រោះវាពិតជាដូច្នោះមែនរហូតមកដល់ពេលនេះប៊លលីមិនទាន់បានជួយលេនដេតតែសោះមិនដូចពេលដែលគាត់នៅក្នុងក្រុមហ៊ុនទេគាត់ពោពេញដោយមនុស្សនិងមនុស្សដែលងាយនឹងបញ្ឆោតរហូតដល់គាត់ភ្លេចថានៅទីបំផុតក្រុមហ៊ុននឹងគាត់កើតចេញពីបុគ្គលិកតូចតាចម្នាក់ដូចជាលីនដាបាលីបានថ្លែងអំណរគុណលីនដាម្ដងទៀតហើយគាត់មិនអាចប្រកែកអ្វីបានទេព្រឹកបន្ទាប់បានមកដល់ម្ដងទៀតហើយឥឡូវនេះអ្នកទាំងពីរបានជប់គាំងលើរឿងនេះអស់រយៈពេល1សប្តាហ៍ពេញលីនដាបានរុករកព្រៃហើយនាងបានរកឃើញទឹកជ្រោះមួយមែនហើយនេះជាកោះមួយវាមានភ្នំថ្មធំមួយដែលខ្ពស់ហើយវាស្ថិតនៅក្នុងតំបន់អាល់ថៃដូច្នេះវាមានភ្លៀងស្ទើរតែគ្រប់ពេលធ្វើឲ្យកន្លែងនេះមានទឹកជ្រោះហើយទឹកជ្រោះនេះក៏ជាទឹកដែលអាចផឹកបានដែរលីនដាមានសេចក្តីរីករាយហើយនាងបានដោះឈុតហែលទឹករបស់នាងចេញនៅទីនោះពីព្រោះឥឡូវនេះនាងមិនបានងូតទឹករយៈពេល1សប្តាហ៍ហើយប៉ុន្តែនៅពេលដែលនាងងូតទឹកលីនដាបានរកឃើញអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺជាទូកមួយមែនហើយវាដូចជាទូកសម្រាប់អ្នកទេសចរអញ្ចឹងលីនដាប្រញាប់រត់ចេញទៅហើយព្យាយាមនាងហៀបនឹងប្រាប់ឈ្មោះទូកភ្លាមប៉ុន្តែនាងស្ទាក់ស្ទើរនាងសម្រេចចិត្តលាក់ខ្លួនហើយមើលតើទូកនេះមកពីណាហើយហេតុអ្វីបានជាវាមកដល់កោះនេះលីនដាប្រាប់ខ្លួនឯងថាវាមិនមែននៅលើនេះទេហើយបន្ទាប់មកលីនដាបានចេញពីព្រៃរួមជាមួយឧបករណ៍ជាច្រើនមិនថាវាជាកន្ត្រកដែលត្រូវបានទាញចេញពីដើមឈើនោះទេនឹងទឹកស្អាតច្រើនបាលីត្រូវសួរថាវានៅឯណាអស់ជាច្រើនម៉ោងលីនដាបានប្រាប់នាងភ្លាមថានាងកំពុងរុករកកោះនេះហើយខ្ញុំបានរកឃើញប្រភពទឹកថ្មីមួយវាស្អាតជាងទឹកភ្លៀងទៅទៀតជាការពិតណាស់ពីព្រោះពួកគេបានជាប់គាំងនៅទីនេះអស់រយៈពេលជាង1សប្តាហ៍មកហើយជើងរបស់ប៊លលីចាប់ផ្ដើមជាសះស្បើយហើយគាត់ក៏ចាប់ផ្ដើមសួរសំណួរយើងនៅទីនេះជិត2សប្តាហ៍ហើយប៉ុន្តែហេតុអ្វីបានជាគ្មានអ្នកណាមកជួយលីនដាគ្រាន់តែនិយាយថាហើយតើខ្ញុំដឹងដោយរបៀបណានោះហើយជាអ្វីដែលធ្វើឲ្យបាលីខឹងគាត់បាននិយាយថាយើងគួរតែធ្វើអ្វីមួយដូចជាក្បូរហើយព្យាយាមចេញពីកោះនេះខ្ញុំធុញទ្រាន់នឹងការស្ថិតក្នុងស្ថានភាពបែបនេះលីនដាសម្លឹងមើលបាលីហើយបានប្រាប់គាត់ថាច្បាប់នៃការរស់រានមានជីវិតវាមិនមែនជាក្បូរទេប៉ុន្តែវានិយាយអំពីទឹកនិងអាហារដែលខ្ញុំគិតថាជារឿងសំខាន់បំផុតនោះធ្វើឲ្យប៊លលីខឹងយ៉ាងខ្លាំងរហូតដល់គាត់និយាយថាមើលមុខខ្ញុំផងខ្ញុំត្រូវបានព្រះអាទិត្យដុតបំផ្លាញតើខ្ញុំអាចសង្ហាដូចមុនដោយរបៀបណាលីនដាសាចដោយការពេញចិត្តហើយនិយាយថាវាមិនចម្លែកតតែសោះវាល្អព្រោះឥឡូវអ្នករឹងមាំជាងមុនកុំគ្រាន់តែនៅក្នុងការិយាល័យចូលប្រែក្លាយខ្លួនទៅជាអ្នកផ្សងព្រេងហើយរស់នៅបែបនេះតាមពិតទៅតើលើនេះវាអាក្រក់នៅឯណាព្រោះយើងមានអ្វីគ្រប់យ៉ាងមិនថាវាជាទឹកអាហារផ្លែឈើទេជាការពិតណាស់ប៊លលីក៏មិនចង់បានវាដែរគាត់បាននិយាយថាប្រសិនបើលេនដេមិនជួយគាត់ជាមួយនឹងក្បូរគាត់នឹងធ្វើវាដោយខ្លួនឯងជាមួយនឹងស្ថានភាពនៃច្រាំងថ្មចោតនោះធ្វើឲ្យលីនដាសាច់ខ្លាំងរួមជាមួយនឹងការសម្លឹងមើលអ្វីដែលប៊លលីនឹងធ្វើបន្ទាប់នៅក្នុងចិត្តរបស់នាងបានដឹងរួចហើយមានក្បូរមួយនៅលើកោះនេះវាមានន័យថានាងអាចចេញទៅក្រៅនៅពេលណាក៏បានប៉ុន្តែអ្វីដែលនាងកំពុងធ្វើនៅពេលនេះគឺខ្ញុំចង់កម្ចាត់ចើហ្វាយម្នាក់នេះដើម្បីក្លាយជាមនុស្សកាន់តែប្រសើរហើយក្រឡេកមើលសិប្បកម្មវាជារឿងរញ៉េរញ៉ៃណាស់អ្វីដែលប៊លលីកំពុងធ្វើគាត់បានដោះអាវរបស់គាត់ចេញហើយព្យាយាមរកដំបងធ្វើដូចគ្នានឹងលីនដាដែរគាត់និយាយថាគាត់បានឃើញអ្វីទាំងអស់ហើយខ្ញុំនឹងបំភ្លឺវាឲ្យអ្នកឃើញព្រោះខ្ញុំធ្លាប់ឃើញអ្នកធ្វើវាប៉ុន្តែនៅពេលដែលគាត់ពិតជាព្យាយាមធ្វើវាមែនវាមិនងាយស្រួលទេពីព្រោះសំបីតែខ្សែពួររបស់ប៊លលីក៏គាត់មិនទាន់ដឹងដែរជំរុំដែលគាត់បានសាងសង់មើលទៅដូចកំពុងចាប់ផ្សាយច្រើនជាងរឿងរបស់លីនដាទៅទៀតប៉ុន្តែខាងលីនដាវិញនាងទទួលបានស្លឹកដូងហើយរុំវាដោយមុខក្នុងពេលជាមួយគ្នានោះនាងបានអង្គុយមើលវាដោយស្រួលហើយសង្ឃឹមថាថ្ងៃណាមួយនាងនឹងអាចគិតបានអំពីកម្រិតនៃការមើលងាយខ្លួនឯងចំពោះលីនដាវិញនាងពិតជាស្ងប់ស្ងាត់ណាស់នាងបានទៅវត្តហើយចង់ខ្សែពូដើម្បីចងដើមដូង2ដើមជាមួយគ្នាដើម្បីធ្វើគ្រែមួយហើយនាងនៅតែចង់វីដោយប្រើថ្មដូងរួចយកសាច់ដូងកិនរហូតដល់វាคล้ายជាក្រែមលាបស្បែកដែលខុសពីអាចកំបាំងរបស់ប៊លលីពីព្រោះគ្រាន់តែរកត្រីមួយក្បាលប៉ុណ្ណោះប៊លលីមិនអាចធ្វើវាបានតតែសោះដែលតាមពិតទៅវាមិនងាយស្រួលទេប្រសិនបើវាជាខ្ញុំគួរតែស្លាប់តាំងពីថ្ងៃដំបូងមកម្លេះបាលីអាចគិតម្ដងទៀតអំពីគុណសម្បត្តិនិងជំនាញរបស់លីនដាពីព្រោះពេញមួយថ្ងៃគាត់រកអាហារមិនឃើញឬសូម្បីតែត្រីក៏មិនឃើញអ្វីដែលប៊លលីអាចធ្វើបានគឺរៀនពីលីនដាហើយជាមួយកោះនេះភ្លៀងធ្លាក់ឥតឈប់ឈរវាធ្វើតេស្តទឹកភ្លៀងដូចដែលលីនដាធ្លាប់ធ្វើមួយថ្ងៃក្រោយមកបាលីមិនបានស៊ីសាច់សត្វទេរហូតដល់ព្រឹកបន្ទាប់ទោះបីជាគាត់បានឃើញសត្វល្អិតខ្លះក៏ដោយជាប់គាំងនៅពីមុខគាត់ដោយឃ្លានខ្លាំងបាលីចាប់សត្វល្អិតនោះដាក់វាចូលក្នុងមាត់គាត់ហើយទំពាវាភ្លាមដែលពិតជាពូលណាស់អណ្ដាតរបស់គាត់ប្រែជាខ្មៅលើកលែងតែការប្រញាប់របស់លីនដានាងដឹងពីរបៀបរកត្រីហើយវាងាយស្រួលរកវាលីនដាអាចទំពាត្រីបានតែនៅចំពោះមុខគាត់ប៉ុណ្ណោះ
ក្នុងករណីប្រសិនបើវាមិនមានរាងកាយតើអ្នកអាចធ្វើអ្វីបានសរុបមក Linda គ្រាន់តែចង់បង្រៀនគាត់ប៉ុណ្ណឹងហើយនៅទីបញ្ចប់គាត់មិនអាចទ្រាំទ្របានទេដោយភាពស្រេកឃ្លានខ្លាំងដែលធ្វើឲ្យរាងកាយរបស់គាត់ខ្វះសារធាតុចិញ្ចឹមបូលីបានដឹករាងកាយរបស់គាត់ត្រឡប់ទៅ Linda វិញជាមួយនឹងការសុំទោសដ៏ស្រស់ស្អាត Linda អាចរកអាហារបានច្រើនមិនថាវាជាផ្លែឈើរបស់យើងទេដូចជាផ្លែត្របែកឬសូម្បីតែស្វាយទុំ Linda មានអ្វីគ្រប់យ៉ាងហើយញ៉ាំដោយពុះពេញដោយចង់ដឹងតើការសុំទោសបែបណាតើចៅហ្វាយនឹងមកសុំទោសទេពិតណាស់ Linda បានស្ដាប់ហើយស៊ីវាទាំងអស់រហូតដល់គាត់សរសើរ Linda ចៅហ្វាយដូចគាត់អាចគិតបានវាជាពាក្យមួយគាត់មិនដែលនិយាយទៅកាន់អ្នកណាពីមុនមកទេពីព្រោះជាចៅហ្វាយនិងជាម្ចាស់ក្រុមហ៊ុនជីវិតប្រចាំថ្ងៃគាត់ស្ទើរតែមិនដែលនិយាយអ្វីសោះជាការសុំទោស Linda បានស្ដាប់ហើយបានទុកចិត្តប៉ុន្តែនៅទីបំផុតនាងមានអារម្មណ៍សោកស្ដាយចំពោះគាត់ហើយគិតថាគាត់គួរតែអាចចងចាំបានហើយនាងបានដាក់អាហារនៅលើតឲ្យគាត់ញ៉ាំឆ្ងាញ់ណាស់ Linda និយាយអ្វីដែលគាត់បាននិយាយទៅកាន់នាងមើលអ្វីដែលអ្នកនឹងធ្វើអត្ថប្រយោជន៍អ្វីខ្លះចំពោះខ្ញុំនោះហើយជាពាក្យគាត់បាននិយាយពេល Linda ដើរចូលទៅក្នុងការិយាល័យរបស់គាត់ជាការពិតណាស់វាហាក់ដូចជាជ្រៅប៉ុន្តែមិនជ្រៅទេគាត់បានធ្វើអ្វីគ្រប់យ៉ាងគ្រាន់តែមិនឲ្យខ្លួនឯងស្លាប់ប៉ុណ្ណឹងហើយឥឡូវនេះនៅក្នុងចិត្តរបស់គាត់ស្អប់ Linda បំផុតប៉ុន្តែគាត់ទុករឿងនោះជាមុនសិនពីព្រោះឥឡូវនេះប្រសិនបើគ្មាន Linda ទេគាត់ដឹងថាគាត់ពិតជាស្លាប់មែនគាត់បានមកធ្វើល្អចំពោះនាងរហូតដល់ 2-3 ថ្ងៃក្រោយមកជើងរបស់គាត់ចាប់ផ្ដើមឈឺពេល Linda ឃើញវា